ta hai đấy bạn chỉ vì sai SME cú tai bị bọt luôn vì lẹt đặc của sa từ stong đã បាទ SME អាចវិវត្តខ្លួនពីគ្រួសារទៅស្តង់ដារបានលុះត្រាតែម្ចាស់អាជីវកម្មហ្នឹងគាត់មាន vision ហ្នឹងគាត់ធំជាងអ្វីដែលគាត់ធ្វើបច្ចុប្បន្ន បាទ ខ្ញុំលើកពីខាងដើមអញ្ចឹងឧទាហរណ៍គាត់ចង់ពង្រីកទីផ្សារគោលដៅរបស់គាត់ឧទាហរណ៍ថាឥឡូវ capacity របស់គាត់ផលិតនំហ្នឹងល្បីហ่ะ ប៉ុន្តែខ្ញុំឧទាហរណ៍ថាដូចនំត្នោតអញ្ចឹងចុះអញ្ចឹងបើសិនជាយើងអត់មានការវិខ្ជាប់អត់មានបច្ចេកវិទ្យាក្នុងការធ្វើទេនំត្នោតបានតែមួយថ្ងៃតែ2ថ្ងៃប្រអម បាទ យកចាក់ចេញយកនាំចេញទៅស្រុកគេអត់បានអញ្ចឹងអាហ្នឹងទូចមួយហើយមួយទៀតខ្ញុំឧទាហរណ៍ដូចបាយដំណើបស្វាយហើយបើធម្មតាយើងនៅក្នុងផ្សារយើងរងហើយទៅទិញញ៉ាំភ្លាមៗឯងតែវិខ្ជាប់អត់បានទេអញ្ចឹងតើគាត់មាន vision ក្នុងការចាក់ចេញពីស្ថានភាពគ្រួសារហ្នឹងតើខ្ញុំចង់ពង្រីកទីផ្សារគោលដៅទៅខាងក្រៅឬក៏ចង់ធ្វើម៉េចឲ្យផលិតផលគាត់ហ្នឹងញ៉ាំបានយូរ បាទ អញ្ចឹងអតិថិជនមានជំរឿនក្នុងការទទួលយកចង់ញ៉ាំមិនមែនរត់ទៅផ្សារទៅទិញញ៉ាំភ្លាមបានខ្ញុំអាចចូលម៉ាតទិញទុកញ៉ាំស្អែកខាងស្អែកបានជុំមកគាត់មានគំនិតអញ្ចឹងអាហ្នឹងហើយជាគោលដៅក្នុងការផ្លាស់ប្ដូរ បាទបានន័យថាយើងផ្លាស់ប្ដូរពី traditional ធ្វើម៉េចឲ្យរបស់របស់យើងនឹងបានទៅដល់អតិថិជនបានច្រើនជាងមុនអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យគាត់ធ្វើការគិតពិចារណាទៅលើកត្តាធំមួយចំនួនដូចខាងក្រោមទី1គាត់ទៅរកអ្នកជំនាញពិភាក្សាគ្នាដើម្បីថាតើយើងធ្វើផែនការផ្លាស់ប្ដូររបៀបម៉េចបាទហ្នឹងហើយអាជីវកម្មគាត់សម្ដៅទៅលើក្រុមគោលដៅមួយណាគាត់ត្រូវធ្វើផែនការទៅលើក្រុមគោលដៅមួយណាហើយបន្ទាប់មកបានគាត់ធ្វើផែនការលម្អិតបើសិនជាផ្លាស់ប្ដូររបៀបហ្នឹងចង់មានសង្វាក់ផលិតកម្មទំហំកម្រិតណាមួយណាឧទាហរណ៍ពីមុនធ្វើទៅ10គីឡូទេឥឡូវមួយថ្ងៃខ្ញុំចង់ធ្វើ100គីឡូអញ្ចឹងសង្វាក់ផលិតកម្មប៉ុណ្ណឹងសិក្សាទៅអស់តម្លៃប៉ុន្មានប្រភពហិរញ្ញវត្ថុគាត់ទៅគិតថាអូខេបើគាត់សង្វាក់ផលិតកម្មប៉ុណ្ណឹងគាត់ត្រូវការដើមទុនឧទាហរណ៍ថា$20,000 $30,000អញ្ចឹងគាត់ត្រូវទៅរកប្រភពហិរញ្ញវត្ថុពីណាអញ្ចឹងអាទាំងអស់ហ្នឹងហើយកើតឡើងដោយសារការធ្វើផែនការបន្ទាប់ពីគាត់ធ្វើផែនការហើយគាត់អាចអនុវត្តបានអនុវត្តតាមជំហានបាទអញ្ចឹងទៅកត្តាផ្លូវច្បាប់ក៏យើងត្រូវមកគិតកត្តាធនធានមនុស្សពីមុនមកទៅប្រើមនុស្ស5នាក់ឥឡូវ10-20នាក់អត់ធ្វើបានយើងមិនអាចធ្វើ5នាក់បានទៀតទេកាលមុនកិនម្សៅឥឡូវលេងកិនឲ្យដៃហើយទៅប្រើម៉ាស៊ីនអញ្ចឹងហើយរបស់របរកាលមុនថ្នោត1 2មកធ្វើបានឥឡូវអត់ទេទៅទិញយកមកស្តុកទុកទៅគាត់រៀបចំទាំងអស់តាមគ្រប់គ្រង inventory គ្រប់គ្រងហិរញ្ញវត្ថុគ្រប់គ្រងធនធានមនុស្សមកកាផ្លេបាទទៅការភ្លើងអគ្គិសនីទៀតមិនមែនកាលមុនកិនដៃមានតែការភ្លើងឥឡូវទៅការភ្លើងអគ្គិសនីទៀតសង្វាក់ផលិតកម្មមានទាំងអស់អាទាំងអស់ហ្នឹងជាកត្តាបច្ចេកវិទ្យាគឺចូលរួមចំណែកក្នុងការផ្លាស់ប្ដូរប្រព័ន្ធហ្នឹងឯងបាទអញ្ចឹងកត្តាធំទាំងអស់ហ្នឹងដែលយើងត្រូវយកមកពិចារណា Just do what you want to do.